lúc ông sray kênh lụa về nú ông pro có bán từ Steve on a phnom tàng cu rồi bỏ ni nâng ban đã không mua rồi bỏ qua thnom rồi hốt thưa ơi sray nì nhẹแต่ធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំងដែលឃើញôngប្រុសរបស់ខ្លួនធ្វើបែបនេះមកលើខ្លួនសូមស្វាគមន៍មកកាន់ Channel សៀអារម្មណ៍ទាំងអស់គ្នាថ្ងៃនេះ admin មានរឿងមួយមកចែករំលែកគ្នាយ៉ាងស្ដាប់បើចង់ដឹងសាច់រឿងទៅជាយ៉ាងណាតើយើងទៅស្ដាប់ទាំងអស់គ្នានៅក្នុងភូមិមួយនៅខេត្តបាត់ដំបងមានគ្រួសារមួយមានគ្នា4នាក់ម្ដាយមានឈ្មោះថាមីងច័ន្ទរីឯប្តីមានឈ្មោះថាពូធឿនពួកគាត់ទាំងពីរមានកូនស្រី2នាក់កូនស្រីបងមានឈ្មោះថានីរីឯប្អូនវិញមានឈ្មោះថានីតនីមានអាយុ19ឆ្នាំហើយរីឯនីតវិញមានអាយុ18ឆ្នាំពួកគេរៀនជាមួយគ្នាហើយបានរៀនចប់ទី12និងបានសម្រេចចិត្តទៅរៀនបន្តនៅឯភ្នំពេញព្រោះផ្ទះអ៊ំរបស់ពួកគេនៅឯភ្នំពេញឯណោះមីងច័ន្ទក៏បានខកទៅអ៊ំប្រុសរបស់នីនិងនីតថាបងខ្ញុំសូមឲ្យកូនស្រី2នាក់ទៅស្នាក់នៅជាមួយបងផងបានទេបងដើម្បីបន្តការសិក្សាយើងមកស្គាល់អ៊ំប្រុសនីនិងនីតបន្តិចគាត់មានឈ្មោះថាអ៊ំសល់រីឯប្រពន្ធគាត់វិញមានឈ្មោះថាអ៊ំវីគាត់នៅភ្នំពេញប្រកបមុខរបរលក់គុយទាវគាត់ក៏ជាអ្នកមិនសូវធូរធារដែរពេលអ៊ំប្រុសឮថាក្មួយស្រីទាំងពីរមកនៅជាមួយខ្លួនដូច្នេះគាត់សប្បាយចិត្តណាស់ព្រោះគាត់ជាមនុស្សល្មមកាមគាត់ក៏បាននិយាយថាមិនអីទេចាំបងមើលថែក្មួយទាំងពីរឲ្យបានល្អប្អូនកុំបារម្ភអីទុកចិត្តលើបងប្រុសចោះនៅថ្ងៃដែលនីនិងនីតចេញដំណើរពីបាត់ដំបងទៅភ្នំពេញម្ដាយបានរៀបចំអីវ៉ាន់ឲ្យកូននិងបាននិយាយប្រាប់កូនទាំងពីរថាត្រូវចេះមើលថែខ្លួននិងខិតខំប្រឹងរៀនសូត្រនិងចេះជួយការងារលក់ដូរអ៊ំប្រុសផងនេះក៏បាននិយាយថាមិនអីទេម៉ែកូននឹងខិតខំរៀនមើលថែប្អូននៅថ្ងៃទំនេរកូននឹងជួយលក់ដូរអ៊ំម៉ែកុំបារម្ភអីពេលនោះគេក៏បានឡើងឡានចេញទៅភ្នំពេញបាត់ទៅលុះល្ងាចបន្តិចគេក៏បានទៅដល់ផ្ទះអ៊ំប្រុសរបស់គេទាំងអ៊ំប្រុសនិងអ៊ំស្រីពួកគាត់បានចេញមកទទួលស្វាគមន៍ក្មួយទាំងពីររបស់គាត់យ៉ាងកក់ក្ដៅពេលនោះអ៊ំប្រុសបានឃើញក្មួយស្រីទាំងពីររបស់គាត់ក៏បាននិយាយថាខាន់ជុំមុខគ្នាតែ18ឆ្នាំសោះក្មួយធំពេញក្រមុំស្អាតដល់ហើយពេលនោះនីក៏បាននិយាយថាមិនដឹងអីទេអ៊ំមកសរសើរក្មួយអញ្ចឹងនៅពេលនោះអ៊ំប្រុសក៏បាននឹកក្នុងចិត្តថាក្មួយស្រីទាំងពីរបែកគ្នា18ឆ្នាំស្អាតដល់ហើយបើបានភ្លក់មិនដឹងជាតិយ៉ាងណាទេពេលនោះគាត់ក៏បានហៅក្មួយទាំងពីររបស់គាត់ឲ្យចូលមកក្នុងផ្ទះនិងបាននិយាយគ្នាពីនេះពីនោះលុះយប់បន្តិចក៏បានឲ្យក្មួយទៅបន្ទប់សម្រាកដោយសារតែផ្ទះគាត់មានតែបន្ទប់មួយពួកគេក៏បានសម្រេចចិត្តគេងជុំគ្នាទាំង4នាក់អ៊ំប្រុសអ៊ំស្រីនៅពេលយប់ជ្រៅបន្តិចអ៊ំសល់បានឃើញប្រពន្ធនិងក្មួយរបស់គាត់គេងលក់អស់គាត់ក៏បានក្រោកឡើងហើយក៏បានទៅជិតក្មួយស្រីទាំងពីររបស់គាត់ពេលនោះអ៊ំសល់ក៏បានយកដៃទៅប៉ះភ្នំរបស់នីតិចថ្នមព្រោះខ្លាចក្មួយគាត់ភ្ញាក់និងប្រពន្ធគាត់ភ្ញាក់ពេលនោះគាត់ក៏យកភ្នំរបស់នីមកដាក់ក្នុងមាត់គាត់តិចថ្នមយ៉ាងរោរាជាខ្លាំងបន្ទាប់ក្រោយមកគាត់ក៏បានទៅស្ទាបអង្អែលនីតម្ដងនិងបានប៉ះភ្នំរបស់នីទាំងគូថ្នមនិងយកអណ្ដាតទៅលិតភ្នំរបស់នីតិចគាត់បានលេងភ្នំរបស់ក្មួយគាត់ទាំងពីរអស់ចិត្តព្រោះគាត់ឃើញភ្នំរបស់ពួកគេធំពេកមួយសន្ទុះក្រោយមកគាត់ក៏បានក្រោកឡើងទៅបន្ទប់ទឹកទៅបាញ់ជីងចក់តែម្នាក់ឯងរីឯនីតក៏បានភ្ញាក់ក្រោកឡើងមកដើម្បីបត់ជើងតូចក៏បានដើរទៅបន្ទប់ទឹកពេលនោះគេក៏បានឃើញអ៊ំប្រុសគេកំពុងតែបាញ់ជីងចក់តែម្នាក់ឯងនៅក្នុងបន្ទប់ទឹកពេលនោះស្រីនេះក៏បានលួចមើលអ៊ំប្រុសរបស់គេបាញ់ជីងចក់យ៉ាងរោរីជាខ្លាំងរហូតដល់អ៊ំប្រុសគេបាញ់ជីងចក់បានសម្រេចទើបស្រីនេះបានត្រឡប់មកកន្លែងគេងវិញទាំងនាងមានអារម្មណ៍មិនមូលនាងក៏បានដោះទាល់ខ្លួនឯងម្ដងនៅក្នុងយប់នោះទៅនាងរួចរាល់ពេលនោះអ៊ំក៏បានដើរមកកន្លែងគេងវិញនិងបានគេងដូចធម្មតាដោយគ្មានរឿងអ្វីកើតឡើងអញ្ចឹងលុះព្រឹកឡើងពួកគេក៏បានញ៉ាំអាហារជាមួយគ្នានៅពេលញ៉ាំអាហាររួចនីនិងនីតក៏បានទៅរៀនជាមួយគ្នារីឯអ៊ំ2នាក់វិញ
បានទៅលក់គុយទាវដល់ថ្ងៃឡើងក្មួយទាំងពីរក៏បានចេញពីសាលាវិញពួកគេក៏បានទៅជួយលក់គុយទាវរបស់អ៊ំទាំងពីរនាក់លុះត្រឡប់មកវិញពួកគេក៏បានញ៉ាំអាហារជាមួយគ្នាជាធម្មតាលុះយប់ឡើងពួកគេក៏បានចូលគេងជុំគ្នាដល់យប់ជ្រៅបន្តិចលុះអ៊ំស្រីគេងលក់ពេលនោះអ៊ំប្រុសក៏បានទៅស្ទាបអង្អាភ្នំទាំងគូរបស់នីនឹងបានដាក់ក្នុងមាត់របស់គាត់ថ្នមរហូតធ្វើឲ្យស្រីនីភ្ញាក់តែធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំងដែលឃើញអ៊ំប្រុសរបស់ខ្លួនធ្វើបែបនេះមកលើខ្លួននឹងខ្លាចអ៊ំស្រីឃើញផងនោះគេក៏បានច្រាញអ៊ំប្រុសចេញតែអ៊ំប្រុសនៅតែមិនចេញពេលនោះដោយសារតែគេក៏ជាមនុស្សដែលល្មមកាមនឹងរឿងនោះដែរពេលនោះគេក៏ព្រមតាមសម្រួលទៅព្រោះនាងក៏ចង់សាកជាមួយអ៊ំប្រុសដែរចង់ដឹងថាអ៊ំប្រុសរបស់គេខ្លាំងប៉ុណ្ណាពេលនោះអ៊ំប្រុសនិងក្មួយបានបើកឆាកប្រយុទ្ធគ្នាយ៉ាងអស់ដៃតែម្ដងដែលធ្វើឲ្យពួកគេទាំងពីរមានក្តីសុខជាខ្លាំងនៅពេលដែលពួកគេទាំងពីរកំពុងតែមានក្តីសុខពេលនោះធ្វើឲ្យនីតដែលជាប្អូនរបស់គេបានភ្ញាក់ដែលធ្វើឲ្យនាងឃើញហើយនាងមានអារម្មណ៍ថារោរាជាខ្លាំងដោយសារតែនាងក៏ជាមនុស្សល្មមកាមម្នាក់ដែរពេលនោះនាងក៏បានស្ទាបអង្អែលភ្នំរបស់នាងថ្នមនិងធ្វើមុខរោរាជាខ្លាំងពេលនោះនាងក៏បានទៅជិតអ៊ំប្រុសរបស់នាងនិងបានសុំអង្វរអ៊ំប្រុសរបស់នាងឲ្យជួយនាងអ៊ំប្រុសក៏មិនប្រកែកដែរពេលនោះពួកគេទាំង3នាក់ក៏បានបើកឆាកប្រយុទ្ធយ៉ាងស្មុគស្មាញទាំង3នាក់តែម្ដងដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាក្តីសុខជាខ្លាំងពេលនោះដោយសារតែអ៊ំប្រុសគាត់មានវ័យចំណាស់ហើយរីឯក្មួយស្រីវិញនៅក្មេងៗនិងមានកម្លាំងពេញទៀតពេលនោះអ៊ំប្រុសក៏បានអស់កម្លាំងក៏សុំសម្រាកមួយសន្ទុះសិនពេលនោះក្មួយស្រីទាំងពីរក៏មិនបាននិយាយអ្វីដែរក៏បានឲ្យអ៊ំប្រុសរបស់គេសម្រាកយកកម្លាំងពេលអ៊ំប្រុសមានកម្លាំងវិញពួកគេក៏បានចាប់ផ្ដើមបើកឆាកប្រយុទ្ធគ្នាយ៉ាងស្មុគស្មាញដែលអ្នក single មិនអាចយល់បានក្នុងមួយយប់នោះទាំង3នាក់ប្រហែលជា30ដងដែលធ្វើឲ្យអ៊ំប្រុសរបស់គេគិតក្នុងចិត្តថាក្មួយទាំងពីររបស់ខ្ញុំពិតជាខ្លាំងណាស់30ដងហើយនៅតែមិនអីទៀតពួកគេក៏បានបន្តរហូតដល់ភ្លឺមិនបានដេកទាល់តែសោះលុះព្រឹកឡើងពួកគេទាំង3នាក់ធ្វើជាធម្មតាដូចគ្មានរឿងអ្វីកើតឡើងអញ្ចឹងពួកគេទាំង3នាក់អ៊ំក្មួយក៏បានបន្តបែបនេះរហូតនៅពេលដែលអ៊ំស្រីគេងលក់ពួកគេតែងតែលួចបើកឆាកប្រយុទ្ធគ្នាទាំង3នាក់អ៊ំក្មួយរហូតចាប់ពីពេលនោះមករឿងនេះក៏បានចប់សូមអរគុណបាយបាយ